រឿងខ្មោចដើមជ្រៃចាស់នៅភូមិមួយក្បែរមាត់ទន្លេមានដើមជ្រៃមួយដើមធំណាស់ដែលមានអាយុកាលយូរលង់មកហើយដើមជ្រៃនោះដកនៅកណ្ដាលវាលស្រែស្កាត់ជ្រងំហើយអ្នកភូមិគ្រប់គ្នាតែងតែនិយាយតៗគ្នាថាដើមជ្រៃនេះមានខ្មោចស្រីម្នាក់នៅយាមខ្មោចស្រីនោះឈ្មោះនាងសោភាកាលពីនៅរស់នាងសោភាជាកូនក្រមុំម្នាក់ដែលមានរូបឈុំស្រស់ស្អាតប៉ុន្តែសំណាងអាក្រក់នាងត្រូវបានគូដណ្ដឹងបបបងចៅនៅមុនថ្ងៃរៀបការហើយដោយសារតែការឈឺចាប់ខ្លាំងនាងក៏បានចងកសម្លាប់ខ្លួននៅលើមែកជ្រៃនោះតែម្ដងវិញ្ញាណរបស់នាងនៅតែវិលមិនបានទៅកាន់សុគតិភពឡើយគឺបានត្រឹមតែលងបន្លាចញាក់ដែលហ៊ានដើរកាត់ទីនោះនៅពេលយប់ថ្ងៃមួយមានបុរសវ័យក្មេងម្នាក់ឈ្មោះវណ្ណៈដែលទៅតែមករស់នៅក្នុងភូមិវណ្ណៈជាមនុស្សមិនជឿលើរឿងខ្មោចព្រាយអីទាំងអស់អ្នកភូមិបានប្រមានគាត់ពីដើមជ្រៃនោះប៉ុន្តែវណ្ណៈបែរជាសោះចាប់អុកទៅវិញយប់នោះក្រោយពីពិធីជប់លៀងនៅផ្ទះមិត្តភក្តិវណ្ណៈត្រូវដោកាត់វាស្រែត្រឡប់ទៅផ្ទះវិញតាមពិតផ្លូវនោះលឿនជាងផ្លូវវាងឆ្ងាយប៉ុន្តែក៏ត្រូវកាត់ចំដើមជ្រៃខ្មោចនោះដែរខណៈដែលគាត់ដើរជិតដល់ដើមជ្រៃអាកាសធាតុក៏ចាប់ដើមត្រជាក់ហើយខ្យល់ក៏បក់យ៉ាងខ្លាំងរហូតដល់ឮសូរសំឡេងស្លឹកឈើក៏គិតគ្នាដោយសំឡេងខ្សៀបវណ្ណៈនៅតែធ្វើពុតជាមិនខ្លាចហើយបន្តដាវទៅមុខភ្លាមនោះគាត់ក៏ឮសំឡេងយំខ្សឹកសួលចេញពីលើដើមជ្រៃវណ្ណៈងើបមើលទៅឃើញស្រមោលពណ៌សមួយរយោងនៅលើមែកឈើធំវណ្ណៈចាប់ផ្ដើមមានអារម្មណ៍ព្រឺសម្បុរសំឡេងយំក៏ប្រែទៅជាសំឡេងសាច់ក៏អាក់បែបព្រឺព្រួញស្រមោលពណ៌សនោះក៏ចាប់ផ្ដើមចុះមកក្រោមយ៉ាងលឿនពេលគាត់ងាកមើលទៅគាត់ឃើញខ្មោចនាងសូភាកំពុងតែហោះដេញតាមពីក្រោយគាត់យ៉ាងលឿនដូចខ្យល់នាងសូភាហោះមកជិតរហូតដល់គាត់អាចធុំក្លិនស្អុយត្រជាក់ដូចជាក្លិនភ្នោខ្មោចវណ្ណៈអស់កម្លាំងខ្លាំងពេករហូតដួលកាប់មុខទៅលើផ្លូវគាត់លើកដៃបាំងមុខដោយគិតថាគាត់ដល់ទីបញ្ចប់ហើយនៅគ្រាដ៏ប្រកបដោយភាពភ័យខ្លាចនោះស្រាប់តែមានសំឡេងសូត្រធម៌ឮលាន់ឮឡើងពីចម្ងាយខ្មោចនាងសោភាដែលកំពុងតែលូកដៃមុខច្របាច់កវណ្ណៈក៏ស្រែកមួយទំហឹងហើយរឹងច្រានដោយកម្លាំងដែលមើលមិនឃើញហោះថយទៅក្រោយវិញលោកតាអាចារ្យនៅវត្តភូមិឈរកាន់គោមនៅលើផ្លូវក្បែរដើមជ្រៃនោះហើយសូត្រធម៌យ៉ាងស្វាហាប់ខ្មោចនាងសោភាព្យាយាមវាយប្រហារលោកតាប៉ុន្តែរាល់ពេលដែលនាងហក់ទៅរករាងកាយនាងក៏បញ្ចេញផ្សែងដូចជាត្រីភ្លើងលោកតាអាចារ្យបានស្រោចទឹកមុនមួយកូនចានទៅលើដើមជ្រៃហើយបានបោះយ័ន្តមួយសន្លឹកជាប់នឹងគល់ឈើខ្មោចនាងសោភាក៏បាត់រូបរឿងទៅវិញគឺនៅសល់តែសំឡេងយំបណ្ដែតទៅតាមខ្យល់ប៉ុណ្ណោះវណ្ណៈដឹងខ្លួនឡើងវិញហើយឃើញលោកតាអាចារ្យឈរនៅក្បែរលោកតាអាចារ្យបានប្រាប់វណ្ណៈថាដើមជ្រៃនេះមិនមែនគ្រាន់តែជាដើមឈើនោះទេតែជាទីតាំងប្រវត្តិសាស្ត្រនៃសេចក្តីឈឺចាប់អ្នកជំនាន់ក្រោយមិនត្រូវមើលងាយនៅអ្វីដែលហួសពីការមើលឃើញរបស់ខ្លួនឡើយវណ្ណៈអោនគោរពលោកតាអាចារ្យហើយលែងហ៊ាននិយាយអ្វីទៀតហើយគាត់បានដឹងថាលោកតាអាចារ្យតាមដានគាត់តាំងពីដើមរៀងមកចាប់ពីពេលនោះមកវណ្ណៈបានផ្លាស់ប្ដូរទាំងស្រុងគាត់លែងដើរកាត់ផ្លូវនោះទៀតហើយតែងតែចូលរួមគោរពតាមទំនៀមទម្លាប់អ្នកឃុំគាត់បានដឹងថាពិភពលោកនេះមិនមែនមានតែវិទ្យាសាស្ត្រទេគឺនៅមានរឿងអាថ៌កំបាំងជាច្រើនទៀតដែលមនុស្សមិនអាចពន្យល់បានឡើយរីឯអ្នកភូមិក៏នៅតែបន្តនិទានតគ្នាពីរឿងខ្មោចដើមជ្រៃចាស់នាងសោភាដដែល